បាទជំរាបសួរបាទបងប្អូនទាំងអស់គ្នាបាទរាល់ដងបង្ហោះលក់អីវ៉ាន់បាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនទៅដើរចំការចេកទៅលេងចំការចេកម្ដងបាទខានមកយូរដែរហើយប្រហែលជាអាចមានទុំអីមករយៈមុនបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទប្រហែលជាមានបងប្អូនអូនោះឃើញក្រហមនេះបាទនេះពុកម៉ែបងប្អូនឃើញនេះក្រហមបាទបានម្ដងបាត់បាទស្រួលប្រហែលជាចាបស៊ីឃើញចាបកន្លឹងបាទនេះបាទនេះធម្មជាតិចំពុកម៉ែបងប្អូនបាទនេះបានប្រហែលដូចជាមកប្រហែលជាទុំ2ស្និត3ស្និតហើយបាទនៅខ្ចីខ្លះទៀតបាទចឹងសារ៉េនឹងចេញមួយនៅមានកន្លែងណាខ្លះទៀតទេពុកម៉ែបងប្អូននេះមានច្រើនដែរបាទនៅខាងដល់ក្រោយបាទនោះក្រោយទៀតតែខ្ញុំមិនដែលបានដើរមើលដែរបាទនៅถึงមុខផ្ទះយូរមកក្រោយផ្ទះម្ដងបាទភ្ជាក់ផងដែរចំការចេកនេះគឺឲ្យខ្ញុំអ្នកដាំទេតែខ្ញុំអ្នកចាំកាប់ផ្លែបាទខានមកក្រោយយូរដែរនៅถึงមុខផ្ទះបាទដូចជាមិនទាន់ឃើញមានទៀតទេបាទនៅក្នុងទៀតពុកម៉ែបងប្អូននោះនៅក្នុងមកល្វែងច្រើនដែរបាទនេះខាងនោះបាទឥឡូវខ្ញុំមកទៅនោះទៀតទេបាទឥឡូវបកមកក្រោយវិញចុះតោះយើងទៅកាប់ផ្លែចេកទាំងអស់គ្នាចេកទុំហើយបាទបកមកវិញចុះដល់ហើយពុកម៉ែបងប្អូននេះចឹងបានមកដើមដែរថ្ងៃហ្នឹងអានេះនេះដែរនេះបាទតូនេះធ្ងន់ពេកដើមវាធ្ងន់សំទោសផ្លែវាធ្ងន់ផ្លែធ្ងន់ហើយនេះតិចទៀតអាចទុំដែរហើយជាកន្លះខែទៀតមើលទៅឥឡូវឃើញបានមកដើមនោះដែរបាទនោះបាទបងប្អូនឃើញនោះបាទទុំពាក់កដាលនៅពាក់កដាលហើយចាបស៊ីអស់ខ្លះទៀតទេបាទអរគុណច្រើនទៀតចាំខ្ញុំនឹងកាប់ផ្ដួលទាំងអស់គ្នាបងប្អូនអាចចាំមើលសកម្មភាពលេងបាទកំសាន្តសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូនបាទនេះខ្ញុំមកដល់ក្រោមបាទជំរាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាទជប់កាប់តិចទៅចាបស៊ីអ៊ំកណៅហើយបាទអរគុណច្រើនជំរាបលាពុកម៉ែបងប្អូន